សូមជូនរឿងបុរសដណ្ដឹងប្រពន្ធកាលពីព្រេងនាយមានបុរសម្នាក់ចង់បានប្រពន្ធទៅដណ្ដឹងកូនគេម្នាក់ម្ដាយឪពុកគេថាបើចង់បានកូនយើងជាប្រពន្ធលុះតែឲ្យយើងចងត្រាំទឹកបាន3យប់ទើបយើងឲ្យកូនបានបុរសនោះក៏ព្រមឲ្យគេចងត្រាំទឹកដល់ត្រាំទឹកបាន2យប់បុរសនោះឃើញភ្លើងឆេះលើកំពូលភ្នំក៏លើកដៃឡើងអាំងលេងគេមើលមកឃើញគេថាបុរសនោះអាំងភ្លើងគេមិនឲ្យកូនគេជាប្រពន្ធឡើយបុរសនោះខឹងណាស់ទៅប្តឹងចៅក្រមឲ្យទៅកោះម្ដាយឪពុកខាងស្រីនោះមកជំនុំជម្រះចៅក្រមយកសំណូកពីញាក់ចុងក្ដីក៏កាត់ថាចៅឯងត្រូវចាញ់គេហើយមិនត្រូវបានកូនគេទេបើដូច្នេះចៅឯងទៅរៀបបាយមកឲ្យយើងស៊ីឯចៅនោះឮចៅក្រមកាត់ថាមិនត្រូវបានកូនគេជាប្រពន្ធហើយគេប្រើទៅរៀបបាយមកឲ្យគេស៊ីផងក៏តូចចិត្តណាស់ដើរបណ្ដើរយំបណ្ដើរទៅប្រទះនឹងសុភាទន្សាយសួរថាថ្វីបងក៏បានជាយំបុរសនោះប្រាប់តាមដំណើរសពគ្រប់ប្រការសុភាទន្សាយសួរថាគេឲ្យបងឯងទៅណាបុរសនោះថាឥឡូវគេប្រើឲ្យទៅរៀបបាយសុភាទន្សាយថាបងរៀបរួចមកយកអញទៅផងអញទៅជួយជំនុំឲ្យតែអញទៅមុខជាឆ្នេះហើយបើបងឯងរៀបបាយមកស្លកុំដាក់អំបិលប្រហុកដាក់ក្បែរທາງនោះស្លតែត្រីនឹងមិនឡែហើយបុរសនោះឮសុភាទន្សាយអួតដូច្នោះក៏អរណាស់ខំទៅរៀបបាយដោយបង្គាប់សុភាទន្សាយហើយក៏យកមកជូនគេ2នាក់និងសុភាទន្សាយទៅដល់ចៅក្រមឃើញសុភាទន្សាយមកក៏សួរថាបងទន្សាយមករកអ្វីសុភាទន្សាយថាមកជួយជំនុំក្ដីលោកចៅក្រមថាចាំស៊ីបាយរួចសិនឯចៅក្រមដល់ស៊ីបាយនោះទៅសួរថាស្លអ្វីក៏សាបម្លេះសុភាទន្សាយឆ្លើយឡើងថាភ្លើងឆេះលើកំពូលភ្នំថាក្តៅដល់ចុះអំបិលប្រហុកដាក់ក្បែរនោះម្ដេចក៏បានជាមន្ត្រីដល់សុភាទន្សាយឆ្លើយតែប៉ុណ្ណោះចៅក្រមទាល់ប្រាជ្ញាទើបកាច់សេចក្តីឲ្យបុរសនោះឈ្នះឲ្យបានប្រពន្ធបុរសនោះចេះឯងឲ្យក្រែងចេះគេសាច់រឿងចប់តែប៉ុណ្ណេះសូមជួយ like subscribe និងចុចរូបកណ្ដឹងនិងទទួលបានវីដេអូរឿងនិទានថ្មីៗសូមអរគុណ